ការិយាល័យព័ត៌មានសន្តៈអាសនៈបានបង្ហាញនៅកម្មវិធីផ្លូវការរបស់ដំណើរទស្សនកិច្ចសម្ដេចប៉ា Francisco ទៅកាន់ទីក្រុងម៉ាស៊ីភាគខាងត្បូងនៃប្រទេសបារាំងលោក Matteo Bruni ប្រធានការិយាល័យព័ត៌មានសន្តៈអាសនៈបានអះអាងថាទីក្រុងម៉ាស៊ីគឺជាទីក្រុងដែលពោពេញទៅដោយវប្បធម៌ដ៏ទូលំទូលាយហើយដំណើរទស្សនកិច្ចនេះគឺដើម្បីលើកកម្ពស់សន្តិភាពនិងការស្វាគមន៍ប្រពន្ធរាយបានបន្តថាសម្ដេចប៉ាបនឹងយាងទៅទីក្រុងភាគខាងត្បូងប្រទេសបារាំងនេះពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍នៃសប្តាហ៍នេះហើយនឹងចូលរួមកិច្ចប្រជុំមេឌៀទែរ៉ាណេដែលជាគំនិតផ្ដើមដឹកនាំដោយព្រះសហគមន៍នៅក្នុងតំបន់នេះក្នុងគោលបំណងកសាងសហគមន៍ក្នុងចំណោមប្រជាជនសាសនានិងវប្បធម៌ផ្សេងៗក្នុងតំបន់សម្ដេចប៉ាបបានយាងចាក់ចេញពីអាកាសយានដ្ឋាននៅទីក្រុងរ៉ូមនៅវេលាម៉ោង 2:35 នាទីរសៀលហើយគ្រោងនឹងទៅដល់ម៉ាស៊ីនៅវេលាម៉ោង 4:15 នាទីថ្ងៃសុក្រនេះតែម្ដងសម្ដេចប៉ាបនឹងទទួលការស្វាគមន៍ដោយលោកនាយករដ្ឋមន្ត្រីបារាំងហើយនឹងយាងទៅវិមាន Basilica of Notre Dame de la Garde ដែលជាកន្លែងដែលទ្រង់នឹងអធិដ្ឋានជាមួយនឹងគ្រីស្ទបរិស័ទនៅក្នុងព្រះសហគមន៍នោះហើយនៅថ្ងៃទី 23 ខែកញ្ញាទ្រង់នឹងចូលរួមកិច្ចប្រជុំដែលបានគ្រោងទុកហើយនឹងជួបសវនាការជាមួយនឹងលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅក្នុងជំនួបជាឯកជនបន្ទាប់មកនឹងរៀបចំពិធីថ្វាយព្រះបូជាជាមួយនឹងគ្រីស្ទបរិស័ទមុនពេលចាក់ចេញមកដល់ទីក្រុងរ៉ូមនៅវេលាម៉ោងប្រមាណជា 8:50 នាទីយប់